បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះមានតំណែងល្អមួយចែកជូនបងប្អូនបាទថ្ងៃនេះអីវ៉ាន់ដែលចេញពី Pinduoduo បាទគឺបានមកដល់ស្រុកខ្មែរយើងពិតប្រាកដបងប្អូនបាទហើយអីវ៉ាន់នេះគឺប្រហែលរយៈពេល7ថ្ងៃបានមកដល់ចាប់ពីថ្ងៃដឹកចេញពីខាងចិនមកបាទអញ្ចឹងវាខុសគ្នាជាមួយនឹងតៅប៉ៅបាទតៅប៉ៅគឺ4 ទៅ 5 ថ្ងៃគឺមកដល់បងប្អូនបាទអញ្ចឹងវាខុសគ្នាត្រឹមតែ3ថ្ងៃទេហើយវ៉ាន់ដូចគ្នាបាទហើយតើនឹងជាមួយនឹងការ workshop ឯនោះដូចបងប្អូនបានឃើញអញ្ចឹងបាទគឺរុំមកស្អាតបាទមកចិត្តឲ្យបាទនេះជាវ៉ាន់ភេទកណាត់បងប្អូនបាទដូចជាអាវហើយក៏ខោអញ្ចឹងទៅគេហុំតាមនឹងបាទតែបើសិនជាវ៉ាន់ដឹកចេញពីហាងមកកេះអានឹងគេដាក់កេះឲ្យដែរបាទអញ្ចឹងលើកទី1ក្នុងការបញ្ជាទិញពី Pinduoduo បាទគឺជោគជ័យបងប្អូនបាទអញ្ចឹងតើតើជាមួយនឹងការដឹកនៅក្នុងស្រុកខ្មែរគឺនៅក្នុងពេញគេនឹងតើតើបាទឲ្យយើងចាំយកបាននៅផ្ទះខ្លួនឯងហើយសម្រាប់អ្នកនៅខេត្តគឺគេនឹងដាក់តាម GNT ឲ្យបងប្អូនបាទអញ្ចឹងតើតើជាមួយនឹងបងប្អូនដែរចង់ដឹងថាកន្លែងណាដែលយើងដឹងថាកញ្ចប់ Pinduoduo បាទនេះបងប្អូនបាទគឺ PDD ហ្នឹងបាទគឺ Pinduoduo បងប្អូនបាទគឺពាក្យកាត់របស់ Pinduoduo អញ្ចឹងposter ឬក៏ sticker បិទនៅលើអីវ៉ាន់មួយនេះគឺជារបស់ Pinduoduo បងប្អូនបាទហើយនេះគឺជាអាស័យដ្ឋាននៅខ្មែររបស់យើងបាទយើងដាក់ទៅហើយកុំភ្លេចរឿងលេខទូរស័ព្ទបងប្អូនបាទពេលដែលដាក់អីវ៉ាន់ហ្នឹងបាទអានេះខ្ញុំសូមបាំងកន្លែងខ្លះបាទតើតើមើលឯកជនភាពបាទអញ្ចឹងទៅលាក់ខ្លះដែរបាទអញ្ចឹងអីវ៉ាន់នៅពេលដែលដឹកចេញបងប្អូនបាទនេះគឺថ្ងៃ20បាទអញ្ចឹងថ្ងៃ20នេះរាប់ចេញតាំងពីថ្ងៃដែលគេឃ្លីកុយបាទអញ្ចឹងឃ្លីកុយថ្ងៃ20ថ្ងៃ21គឺខាងឡានគេដឹកបានអញ្ចឹងមកដល់ស្រុកខ្មែរមកតែដឹកឲ្យបានគឺថ្ងៃ28នេះឯងអញ្ចឹងវាអត់ខុសប្រហែល7ថ្ងៃគត់បាទហើយមានអស់សេវាអីទេបាទសម្រាប់Pinduoduoនេះបងប្អូនបាទអញ្ចឹងបងប្អូនអាចសាកបានបាទសាកទិញទុយទៅហើយក្នុងការសាកទិញនៅលើ Pinduoduo បងប្អូនប្រកាសជាមានហាងណាដែលមានតម្លៃថោកអីមែនទេបងប្អូនអញ្ចឹងបងប្អូនគួរតែចូលមើលហាងសិនប្រកាសសិនថាហាងហ្នឹងមានគេ rate ច្រើនគ្នាអត់មានអ្នកគេចូលទិញច្រើនគ្នាអត់បើសិនជាប្រកាសជាទុកចិត្តហើយចាំបងប្អូនកំងបងប្អូនបាទអញ្ចឹងដំបូងបងប្អូនអាចទិញតិចទៅបានដែរអាចតាម15យន់អីមកល្មមថ្លៃដឹកសិនហើយចាំលកយទៀតចាំកំងធំបាទតម្លៃទូថ្លៃតែយើងមើលដែរបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទជួបទស្សនាគឺវីដេអូនេះមានតែប៉ុណ្្នឹងទេគឺយើងបញ្ជាក់ថាបានពិតប្រាកដបងប្អូនកុំភ័យកុំអីទាំងអស់ហើយមួយទៀតបងប្អូនហើយតទៅជាមួយនឹងការទិញនៅក្នុង Pinduoduo គឺបងប្អូនត្រូវដឹងអំពីការ refund ដែរបាទអញ្ចឹងមិនមានបញ្ហាអីតទៅជាមួយនឹងការ refund ត្រូវ refund ហាងខ្លះមិនដឹកឲ្យអញ្ចឹងណាព្រោះមានបងប្អូនយើងខ្លះហ្នឹងគាត់ទិញហើយគឺអត់ទាន់គេដឹកឲ្យទេបាទអញ្ចឹងហាងខ្លះគឺហាងអត់ពិតប្រាកដទេគេចេះតែដាក់ឲ្យទេបងប្អូនបាទអញ្ចឹងប្រយ័ត្នប្រយែងមុននឹងទិញបាទអញ្ចឹងអរគុណបងប្អូនម្ដងទៀតបាទចំពោះការទស្សនា